រលឹកទៀតហើយយប់នេះប្រហែលជាសម្រាប់សិនទៅចុះបងអីគិងកុំតន់និយាយអីចាំខ្ញុំមើលថាមានរឿងអីគ្រាន់តែចង់បញ្ជាក់បន្តិចរួចចាំត្រឡប់ទៅវិញខ្ញុំទៅតែដើរមកពីខាងនោះមិននឹងស្ទើរតែឈានជើងខុសធ្លាក់ទៅហើយមកនេះមកដើរយឺតខ្ញុំប្រើពើបំភ្លឺផ្លូវឲ្យភ្លើងភ្លឺទៅអស់បារម្ភបើនៅតែងឹតបែបនេះខ្ញុំពិតជាមិនហ៊ានដើរទេសម្ដីត្រូវតែច្បាស់លាស់ឯការងារត្រូវតែធ្វើឲ្យពិតប្រាកដគុំគ្រាន់តែបញ្ចាំងទៅចោលគុំតន់អើប្រញាប់អីចាំពួកយើងពិនិត្យមើលបញ្ហានិងមើលក្បាលអំពូលសិនខ្សែប្រហែលជាគូហើយនឹងមិនមែនមកពីអំពូលតែមួយមុខទេជំរាបសួរចាស់បើអញ្ចឹងមានន័យថាយប់នេះភ្លើងនៅតែមិនភ្លឺមែនទេខ្ញុំមិនហ៊ានប៉ះពាល់ភ្លើងផ្ដេសផ្ដាស់ទេចាំខ្ញុំក៏ទុកសិនចាំស្អែករកជាងអគ្គិសនីមកពិនិត្យតើបងចង់ទៅហើយមែនទេកុំប៉ះពាល់ផ្ដេសផ្ដាស់សួស្ដីចាស់ពូយ៉ាវខ្ញុំគ្រាន់តែមើលស្ថានភាពខាងក្រៅតើខាងក្រៅបាទមានអ្វីខុសប្លែកនៅខាងក្រៅរឿងភ្លើងមិនមែនជារឿងតូចតាចទេហើយរឿងលុយក៏មិនមែនជារឿងតូចតាចដែរបើអ្នកចង់ជួសជុលត្រូវប្រាប់ខ្ញុំមុនសិនថាសូមឲ្យនរណាជាអ្នកចេញលុយកុំតន់ប្រញាប់អីពួកយើងបំបែកបញ្ហានេះមកមើលសិនបំបែកមើលក៏ត្រូវតែមានរបៀបរៀបរយដែរមិនអាចញញ៉ៃបានទេបាទយល់ព្រមខ្ញុំមិនយល់ទេហេតុអ្វីយប់នេះគ្រាន់តែមកកត់ត្រាបែបនេះតើការកត់ត្រាអាចនាំភ្ញៀវត្រឡប់មកវិញបានទេយ៉ាងហោចណាស់ត្រូវដឹងជាមុនថារកមនុស្សពីណាឥឡូវខ្ញុំទៅផ្ទះត្រូវជិះវៀងអស់កន្លះផ្លូវកន្លែងនេះគ្មានពន្លឺទេហើយផ្លូវក៏មិនស្មើទៀតខ្ញុំនឹងធ្វើសញ្ញាសម្គាល់ទោះជាត្រូវគិតគួរឲ្យច្បាស់ក៏ត្រូវតែគិតដល់ទឹកចិត្តដែរកុំឲ្យមនុស្សចាស់ដើរទាំងងឹតបើនៅតែស្ងប់ស្ងាត់បែបនេះដល់ចុងខែខ្ញុំប្រហែលជាលែងតាំងលក់មែនតែនហើយអ្នកកុំតន់ប្រញាប់ដកថយអីខ្ញុំតាក់ទងពីយប់ហើយបើគាត់និយាយថាឲ្យភ្លឺគឺត្រូវតែធ្វើឲ្យមែនទែនកំណត់ត្រាការពីយប់មិញគឺនៅទីនេះចាស់បន្ទាប់ពីភ្លើងរលត់ចំនួនមនុស្សដើរក៏ថយចុះហើយតូបលក់ដូរក៏តិចជាងមុនដែរអាចមើលឃើញយ៉ាងច្បាស់នៅក្នុងសៀវភៅបញ្ជីអ្នកមើលទីនេះទៅពីដំបូងមាន8តូបឥឡូវសល់តែ4ទេមិនមែនគ្មានអ្នកចូលចិត្តភាពអ៊ូអរនោះទេគឺគ្រប់គ្នាគ្មានទំនុកចិត្តចាស់គិតបែបនេះគឺស្រាលហើយយើងក៏ត្រូវគិតគូរពីទឹកចិត្តរបស់ពួកគេដែរម្ចាស់តូបក៏ខ្លាចខាតបង់ដូចគ្នាភ្លើងងឹតមើលមិនច្បាស់ភ្ញៀវមិនចង់ដើរចូលទៅខាងក្នុងឡើយបាទខ្ញុំមិនមែនមិនចង់លក់ទេលក់មិនដាច់ក៏ត្រូវប្រមូលអីវ៉ាន់ទៅផ្ទះមុនចាស់ខ្ញុំបានកត់ត្រាទុកទាំងអស់ហើយចាស់រឿងភ្លើងបំភ្លឺនិងការធ្វើដំណើរយើងត្រូវពិនិត្យមើលទៅតាមទីតាំងរបស់ពួកគេផ្សេងគ្នាបាទនិយាយត្រូវនិយាយឲ្យច្បាស់ការងារត្រូវធ្វើឲ្យប្រកបប្រជានេះជាបញ្ជីឈ្មោះរបស់ពួកគេចាស់ខ្ញុំយល់ច្បាស់ហើយជួចុងក្រោយបងអស់ត្រូវសងពួកគេវិញនៅសប្តាហ៍ក្រោយចាស់ពេញមួយខ្សែភ្លើងតែម្ដងបាទមិនអាចឲ្យសល់តែអំពូលភ្លើងស្រអាប់មួយគ្រាប់នោះឡើយបាទកាលពីមុនពេលហូបបាយរួចខ្ញុំធ្លាប់ដើរពីទីនេះទៅដល់មាត់ច្រកចូលភូមិតែឥឡូវលែងដើរហើយដល់ពេលល្ងឹតមើលផ្លូវមិនច្បាស់អ្នករាល់គ្នាក៏ប្រញាប់ត្រឡប់ទៅផ្ទះមិនចម្លែកទេបន្ទាប់មកក៏គ្មាននរណាអង្គុយហូបបាយដែរនេះមិនមែនគ្រាន់តែជាតូបលក់ដូរទេតែជាផ្លូវដើរចុះធ្វើម៉េចទៅត្រូវតែរកវិធីហើយពេលភ្លើងភ្លឺឡើងចិត្តក៏ស្រឡះមនុស្សម្នេក៏ចង់ចេញមកក្រៅដែរមើលប្លង់នេះភ្លាមទីណាស្ទះទីណាងឹតគឺដឹងទាំងអស់គូបានល្អយ៉ាងណាក៏ដោយចុះលុយបានមកពីណាលោកចៅស៊ូកុំអើប្រញាប់អីយើងមកកងារដាំទុនទីបំផុតសិនភ្លើងមិនមែនជារឿងតូចរឿងលុយក៏ដូចគ្នាគ្មានអញ្ចឹងត្រូវបង្ហាញរាល់ការចំណាយនេះមួយឲ្យច្បាស់លាស់អ្នកទាំងអស់គ្នាអង្គុយជិតគ្នាបន្តិចគិតបញ្ជីត្រូវតែច្បាស់ហើយក៏ត្រូវយកដល់សេចក្តីរាប់អានដែរខ្ញុំសូមនិយាយមុនកុំតន់អើបើកមាត់និយាយរឿងចំណាយលុយធំអីភ្លើងភ្លឺពេកក៏មិនកើតដែរចំពីមុខបង្អួចប៉ុន្តែបើភ្ញៀវមិនហ៊ានដើរចូលមកខាងក្នុងទេភ្លើងភ្លឺហើយចិត្តក៏ស្រឡះដែរប៉ុន្តែកុំឲ្យចាំងរហូតគេងមិនកុំតន់ប្រញាប់អីពួកយើងបំបែកបញ្ហាមើលម្ដងមួយអ្នកទាំងអស់គ្នាបានលើកឡើង3ចំណាយកម្រិតពន្លឺថ្លៃថែទាំកេននីយ៉ាងម៉េចហើយអនាម័យក៏ត្រូវមានអ្នករៀបចំដែរនិយាយត្រូវតែនិយាយធ្វើត្រូវតែធ្វើឲ្យប្រកបខ្ញុំអាចមិនទាន់ដកចេញទេអរគុណអ្នកដែលបានផ្ដល់ពេលវេលាខ្លះដល់ផ្លូវនេះប៉ុន្តែអ្នកត្រូវតែរកដំណោះស្រាយជាក់ស្ដែងមួយដំណោះស្រាយមិនមែនគ្រាន់តែស្ដាប់ទៅល្អមើលនោះទេ
ត្រូវតែអាចរូបថតប៉ុន្មានសន្លឹកនេះសុទ្ធតែនៅផែនការមិនធំទេឈីយឺដេងអាំតអានឹងមិនប៉ះជើងរបស់គាត់ម្ដងទៀតទេ ត្រូវជាក់លាក់គុំយល់ច្បាស់ យល់ព្រមខ្ញុំនឹងរៀបរាប់លម្អិតគ្រាន់តែនិយាយវាជំរះសញ្ញាពន្លឺនិងកែសម្រួលមុខ ម៉ាស៊ីនឆ្លាក់ក្រចកឆ្នេរបង្ហាញចង្គៀងថាមពលថ្លៃសេវាត្រូវបានដាក់នៅលើទ្វារសម្រាប់អ្នកណាម្នាក់ឃើញមើលដៃរបស់អ្នកតើវាពិតជាគ្រប់គ្រាន់ទេ សាកល្បងផ្នែកមួយជាមុនសិនប្រសិនបើវាមិនដំណើរការទេបន្ទាប់មកបដូរវាកុំបើកវាដាច់ភ្លើងជាមុនសិនហើយខ្សែត្រូវភ្ជាប់មុនពេលធ្វើសកម្មភាពលោកឆៅធានាសុវត្ថិភាពខ្ញុំគ្រាន់តែកត់ត្រានិងសម្របសម្រួលប៉ុណ្ណោះយល់ព្រមអ៊ំ អ្វីដែលនិយាយត្រូវតែវាស់ជាពាក្យខ្ញុំអាចទទួលយករឿងនេះបាន ចាំមើលថាតើអាចជួសជុលបានឬអត់សូមបញ្ជាក់បន្ទាប់ពីការវេចខ្ចប់និងសាកល្បងមើលខេត្តប៉ុន្តែអ្នកណាខ្វល់អំពីអ្វីដែលកើតឡើងបន្ទាប់សំណួរនេះជំហានបន្ទាប់ត្រូវតែសម្រេចចិត្តរួមគ្នាក្រឡេកមើលដៃរបស់អ្នកប៉ុន្តែអ្នកណាខ្វល់ថានឹងមានអ្វីកើតឡើងបន្ទាប់ទៀតកុំប្រញាប់តោះបំបែកបញ្ហាហើយមើលវា វាអាចត្រូវបានរុះរើកុំបំបែកវាទៅជាក្រុមការងារដែលគ្មានអ្នកណាធ្វើ ផ្នែកទាំងមូលនៃសក្តានុពលលោកពលជាការបរាជ័យមេកម្មលោកគ្រូយកពិនិត្យការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំខ្ញុំទទួលបន្ទុកត្រួតពិនិត្យឲ្យនឹងត្រួតពិនិត្យផ្ទាល់បិទថាមពលជាមុនសិនមុនពេលធ្វើសកម្មភាព ការប្រយុទ្ធត្រូវតែចាត់ទុកថាស្រាលទំនាក់ទំនងរបស់មនុស្សក៏គួរត្រូវយកមកថ្លៃសម្ភារៈជាអាជីវកម្មរបស់ខ្ញុំបរិះចំណាស់ដើរនៅពេលយប់ មើលកន្លែងដែលវាង តើខ្ញុំអាចនិយាយអ្វីមួយបានទេប្រាកដណាស់ អ្នកជាអ្នកដែលស្គាល់ផ្លូវអាជីពរបស់អ្នកបានល្អបំផុតនិយាយបានល្អនៅពេលអ្នកចុះហត្ថលេខាអ្នកទទួលខុសត្រូវ កុំខ្លាចការទទួលខុសត្រូវខ្ញុំខ្លាចថាវាមានតែមួយនៅទីបញ្ចប់ ដូច្នេះវាសំហេតុផលមិនមែនជាការចរចាណាស្រួលជាងមកមុន ជួរទី1គឺទេនាឡិកានេះគ្រាន់តែជាក្រដាសមួយឲ្យខ្ញុំចុះហត្ថលេខាមុន ត្រឡប់ទៅ K1 វិញនៅពេលយ បើ ប់ កភ្នែកហើយមានអារម្មណ៍ធូរស្រាលលីវយី អ្វីដែលអ្នកបានចុះហត្ថលេខាគឺជាការរំលឹកមិនមែនជាការសង្ប្រាក់វិញទេ បន្ទាប់មកខ្ញុំនឹងលោកខ្លួននឹងមិនទាន់បានឡើងឲ្យច្បាស់គឺធ្វើអ្វីមួយសៀវភៅកត់ត្រាផ្លូវការត្រូវបានដាក់ទល់មុខខ្ញុំរក្សាកន្នីឲ្យស្រាលទំនាក់ទំនងរបស់មនុស្សក៏គួរត្រូវយកមកពិចារណាផងដែរ ខ្ញុំនឹងមើលមួយទៀត ពូយ៉ាវអ្នកអាចមើលឃើញគុំយកប៊ិចរបស់អ្នកដោយយកស្របល្អ ការឡើងយន្តហោះមិនមែនជារឿងតូចតាចទេលុយក៏មិនមែនជារឿងតូចតាចដែរខ្ញុំត្រូវមើលផ្លូវវាមិនសំខាន់ទេចាប់ផ្ដើមជាមួយនឹងអ្វីដែលអ្នកអាចធ្វើបានមិនអីទេម៉ោង 10 ខ្ញុំនឹងបើកភ្លើងសិនហើយសម្អាតមាត់ស្រាដើម្បីមើលពាក្យចាស់អំពីការបញ្ចប់ខ្សែស្រឡាយមិនអាចបន្តបានទេតើវាធ្ងន់ធ្ងរទេយើងត្រូវបញ្ឈប់ការងារដើម្បីធ្វើអធិការបិទធម្មពលជាមុនសិនមុនពេលធ្វើសកម្មភាពកុំប៉ះបន្ទាត់ថ្ងៃនេះបិទធម្មពលជាមុនសិនមុនពេលធ្វើសកម្មភាពយល់ព្រម យប់នេះនឹងនៅតែងឹតរ៉ែ សុវត្ថិភាពជាមុនសិន កុំទុកគ្រោះថ្នាក់ដែលលាក់ទូកក៏សម្រាប់ជាប្រយោជន៍នៃល្បឿន ស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាមិនមែនជាអ្នករើសសម្ភារៈ វានិ ទេ យាយអំពីការស្វែងយល់ជាមុននោះជាសិទ្ធិភ្លើងមិនសំខាន់ទេលុយក៏មិនមែនជារឿងតូចតាចដែរសុវត្ថិភាពមិនមែនជារឿងតូចតាចទេ វាមិនអីទេក្នុងការដើរយឺតជាងនេះកុំធ្វើឲ្យមនុស្សមានអារម្មណ៍មិនសប្បាយចិត្តពេកដែរ ខ្ញុំនឹងប្រាប់ហេតុផលសម្រាប់ការបិទវានៅក្នុងសៀវភៅកត់ត្រារបស់ក្រុមហ៊ុនលទ្ធផលតេស្តក៏ត្រូវបានបង្ហោះផង ប៉ុ ដែរ ន្តែនេះគឺជាមនុស្សតែម្នាក់គត់ដែលមើលមិនថាវាអាចធ្វើបានឬអត់នោះទេ មាត់របស់មនុស្សត្រូវតែស្ថិតស្ថេរដើម្បីសប្បាយ លេងយ៉ាវតើអ្នកនឹងបោះបង់ដែរទេ កុំប្រញាប់តោះបំបែកបញ្ហាហើយមើលវាថ្ងៃនេះគ្រាន់តែជាការជួបមិនមែនអំពីការបញ្ឈប់បញ្ហានេះទេ បើប៉ះខ្សែភ្លើងមិនបានផងបងនៅរវល់ធ្វើអីទៀត អត់ប៉ះខ្សែភ្លើងទេជូតស្រោមអំពូលនិងសារ៉េមុំពន្លឺសិន ជូតស្រោមអំពូលនេះមួយផ្លែទើបដឹងថាធូលីច្រើនម្លេះ ធូលីវាបាំងពន្លឺមុំងាកចេញក៏បាំងពន្លឺដែររសុទ្ធតែជារឿងតូចតាចទេរឿងតូចសន្សំយូរទៅក៏ក្លាយជាបញ្ហាធំដែរ និយាយដូចកត់សៀវភៅបញ្ជាអញ្ចឹងរឿងកំពែកំពុកក៏ត្រូវកត់ទុកដែរត្រូវហើយបង យប់នេះខ្ញុំត្រូវបន្តតាមអៀនចំនួនមនុស្សដើរកាត់ទៀតដើម្បីមើលថាកន្លែងណាខ្លះត្រូវការភ្លើងមុនគេ ចាស់អីចឹងខ្ញុំមិនទាន់រើតូបចេញទេណាទុកកន្លែងឲ្យបងស្រួលពិ បាទ និត្ អ យ រ មើ គុណ ល ច្រើន
ได้ប្រឡាក់ដីពេញហើយតែមិនទាន់ប្រញាប់លាងទេភ្លើងនៅទីនេះនឹងល្អតើជួសជុលតែភ្លើងបំភ្លឺផ្លូវទៅបានហើយប្រអប់ខ្សែភ្លើងមិនជ្រាបទឹកបើប្រអប់ខ្សែភ្លើងមិនត្រូវស្តង់ដារគឺមិនអាចដំឡើងបានទេមែនទេត្រូវហើយត្រូវផ្ដាច់ភ្លើងសិនសឹមធ្វើការគ្រឿងបន្លាស់មិនជ្រាបទឹកត្រូវម៉ូដែលនេះសម្រុំហើយតម្លៃក៏អាចទទួលយកបានដែរតែត្រូវចាំ2ថ្ងៃសិន2ថ្ងៃមិនយូរទេតែផ្សាររាត្រីខ្លាចបំផុតគឺការអូសបន្លាយពេលយើងមិនអាចប្រើរបស់គ្មានស្តង់ដារទេត្រូវផ្ដាច់ភ្លើងសិនសឹមចាប់ផ្ដើមធ្វើខ្ញុំយល់ហើយស៊ូចាំប្រសើរជាងប្រថុយប្រឋានគុំនៅចាំទេអីលុយកាក់ត្រូវតែគិតច្បាស់ត្រូវយោគយល់គ្នាដែរត្រូវក្រុងទីតាំងភ្លើងទុកជាមុនសិនផ្លូវត្រង់ម្ដុំនេះងឹតជាងគេពេលយប់មើលផ្លូវដើរមិនច្បាស់ទេចាស់មែនហើយខ្ញុំសុំកត់កន្លែងនេះជាចំណុចងឹតទី1សិនខ្ញុំអាចរំកិលភ្លើងមុខតូបខ្ញុំបន្តិចបានកុំឲ្យជាពន្លឺចំតែតូបខ្ញុំអីកុំទាន់អើប្រញាប់ចំណាយលុយអីពូសៅពូមានយោបល់អីមែនទេពូមានប្រអប់ឈើចាស់មួយនៅរក្សាទុកបានល្អណាស់ពូអាចជួយធ្វើជាប្រអប់ការពារភ្លើងបានឬប្រអប់ការពារយើងអាចពិភាក្សាគ្នាបានតែត្រូវស្របតាមស្តង់ដារសុវត្ថិភាពពូចៅប្រអប់នេះអាចក្របកអន្លែងខ្សែភ្លើងបានទេបាទអត់បានទេគ្រឿងការពារជំរាបទឹកត្រូវតែប្រើរបស់វាផ្ទាល់ផ្ដាច់ភ្លើងសិនចាំធ្វើការអញ្ចឹងប្រអប់ឈើខ្ញុំនេះគ្មានប្រយោជន៍ហើយមែនទេកុំអើប្រញាប់អីយើងសាករកមើលការប្រើប្រាស់ផ្សេងទៀតមើលអាចធ្វើជាស្លាកសញ្ញាបានតើឬធ្វើជាប្រអប់ការពារក្អែភ្លើងនៅគល់បង្គោលភ្លើងយល់ហើយបាទធ្វើបែបនេះរឹតតែមានសុវត្ថិភាពបានតើឲ្យតែអាចជួយបានគឺល្អហើយបាទបច្ចេកទេសខ្ញុំស្ដាប់តាមអ្នកជំនាញហើយសម្ដីពូចៅពិតជាច្បាស់លាស់ល្អណាស់ចា៎ឲ្យច្បាស់ការរងាត្រូវធ្វើឲ្យបានហ្មត់ចត់ប្រភពសម្ភារៈខ្ញុំនឹងត្រូវត្រាទុតឲ្យច្បាស់ហើយទឹកចិត្តរាប់អានក៏ត្រូវតែគិតមានស្លាកសញ្ញានេះហើយដើរផ្លូវពេលយប់ក៏អស់បារម្ភដែរចា៎ពូចៅខ្ញុំខាត់ជ្រុងឲ្យមូលហើយដើម្បីកុំឲ្យឆ្កូតដៃចាស់ពេលដើរកាត់ល្អណាស់ហត់នឿយហើយធ្វើការងារឈើគឺត្រូវតែចិត្តចង់បែបនេះថាវិការក៏មិនមែនជារឿងតូចតាចដែរមានស្លាកសញ្ញាគឺល្អហើយតែដល់ពេលភ្លឺទៅចុះបើសម្រាមកាន់តែច្រើនតើធ្វើម៉េចរឿងភ្លើងបំភ្លឺមិនមែនជារឿងតូចតាចទេរឿងលុយក៏ដូចគ្នារឿងសម្រាមក៏មិនមែនជារឿងតូចតាចដែរត្រូវតែច្បាស់លាស់ធ្វើត្រូវតែប្រកបប្រជាបើខ្វក់នៅមុខតូបខ្ញុំជួយបោះមុនគេកុំទាន់អើបារម្ភអីយើងមកដោះស្រាយម្ដងមួយចំណុចសិនគឺរឿងភ្លើងបំភ្លឺអនាម័យនិងសណ្ដាប់ធ្នាប់ទាំង3នេះបញ្ជីត្រូវតែច្បាស់លាស់តែយើងក៏ត្រូវយោគយល់គ្នាដែរមានតែបិទច្បាប់វិន័យផ្អែកទើបងាយស្រួលធ្វើការពេលភ្លើងភ្លឺច្បាស់ក្នុងចិត្តក៏ស្រឡះល្អដែរតែបើផ្លូវស្អាតទើបមនុស្សចង់មកដើរលេងត្រូវរៀបខ្សែភ្លើងឲ្យមានរបៀបកុំឲ្យតូបសង្កត់លើប្រអប់ខ្សែភ្លើងហើយត្រូវរក្សាចម្ងាយសុវត្ថិភាពឲ្យបានល្អខ្ញុំនឹងសរសេរកិច្ចសន្យារួមនេះឲ្យបានច្បាស់លាស់អ្នកណាមកលក់ដូរពេលរៀបចំទុកដាក់រួចជួយសម្អាតនៅមុខតូបរបស់ខ្លួនខ្ញុំសុំចុះហត្ថលេខាមុនគេលក់មីរួចត្រូវបោសសម្អាតភ្លាមអញ្ចឹងខ្ញុំយកទៅបិទនៅមាត់ទ្វារអ្នកមកទិញអំបិលទិញទឹកនឹងបានឃើញគ្រប់គ្នាសរសេរអក្សរធំបន្តិចទៅកុំឲ្យដល់ពេលពួកគាត់ថាមើលមិនច្បាស់បាទយប់នេះគ្រាន់តែដំឡើងអំពូលភ្លើងចំនួនដើម្បីមើលលទ្ធផលសិនត្រូវផ្ដាច់ភ្លើងសិនចាំធ្វើការស្ដាប់មើលការសាកល្បងយប់នេះត្រូវស្វែងរកមូលហេតុឲ្យច្បាស់សិនខ្ញុំនឹងទៅពិនិត្យមើលបិទធម្មពលជាមុនសិនមុនពេលធ្វើសកម្មភាពគ្រាន់តែទូរស័ព្ទទៅប៉ូលីសឥឡូវហ្នឹងភ្លើងមិនទាន់បើកទេហេតុអ្វីបានជាវាឈប់ម្ដងខ្ញុំនឹងពិនិត្យមើលភាពខ្លាំងនៃបន្ទាប់មកប្រញាប់ឡើងកុំប្រញាប់តោះបំបែកបញ្ហាហើយមើលវាដោយសារតែការការពារការធ្វើតេស្តខ្ញុំគ្រាន់តែនិយាយភ្លើងមិនសំខាន់ទេលុយក៏មិនមែនជារឿងតូចតាចដែរវាមិនមែនថាខ្សែមិនអាចជួសជុលបានទេកម្រិតការពារចំណុចប្រទាក់បន្តោះអាសន្នគឺមិនគ្រប់គ្រាន់ទេស្វែងយល់ជាមុនវាប្រសើរជាងមានបញ្ហានៅពេលក្រោយការប្រយុទ្ធត្រូវតែចាត់ទុកថាស្រាលទំនាក់ទំនងរបស់មនុស្សក៏អួតត្រូវយកមកពិចារណាឲ្យច្បាស់ខ្ញុំនឹងបង្ហោះ soft disk នៅព្រឹកស្អែកការត្រួតពិនិត្យភាសាក៏ត្រូវបានបញ្ចូលក្នុងទម្រង់ថែទាំផងដែរនិយាយឲ្យច្បាស់វានិយាយអំពីការអនុវត្តជាក់ស្ដែងកុំធ្វើឲ្យមនុស្សគិតថាអ្នកលឿងជ័យវ៉ាន់កំណត់ប្រអប់ការពារទឹកជ្រាបក្រឡេកមើលកំណត់ត្រាវាមិនដំណើរការទេប្រសិនបើវត្ថុនេះមិនមែនជារឿងល្ងងទេបាទវាគឺជាការស្វែងរកកំហុសមុននឹងទាត់វាបិទធម្មពលជាមុនសិនធ្វើវាម្ដងទៀតវាអាចត្រូវបានចង់បន្ទាប់ពីការត្រួតពិនិត្យ
សុំខាងក្រៅនៃបំពង់ខ្សែរលីកខ្ញុំបានយកទៅហើយមើលវាការជំរុញក៏ត្រូវបានជួសជុលផងដែរកុំឲ្យនរណាម្នាក់ប៉ះអ្នកហេសាល្អបានបាត់បង់ចង្គៀង ពេលនេះពិតជាភ្លឺមែន ភ្លើងបានបើកហើយបេះដូងពោពេញដោយឈាម ផ្លូវនេះមើលទៅការប្រយុទ្ធត្រូវតែចាត់ទុកថាស្រាលទំនាក់ទំនងរបស់មនុស្សក៏ខ្ញុំត្រូវយកការតម្លៃណាផងដែរ កុំប្រញាប់សូមក្រឡេកមើលការផ្លាស់ប្ដូរនៃលំហូរមនុស្សរយៈពេលកន្លះម៉ោងទៀតយល់ព្រម ដើម្បីនិយាយឲ្យច្បាស់នកត្រូវអនុវត្តជាក់ស្ដែងខ្ញុំនឹងបន្ថែមម៉ោងកន្លះនៅយប់នេះវាក្តៅនៅពេលយប់វាក្តៅបន្ទាប់ពីដើរ បង្ហាញតែខាងរបស់អ្នកតើយើងគួរធ្វើអ្វី ខ្ញុំមានអតិថិជនជាច្រើននៅទីនេះចុះ ភ្ញៀវទាំងអស់បានចាក់ចេញឆ្ពោះទៅរកពន្លឺវានៅតែងងឹតនៅទីនេះកុំប្រញាប់តោះបំបែកបញ្ហាហើយមើលវាមិនមែនភ្លឺទេវាជាផ្លូវភ្លឺ ដើម្បីនិយាយឲ្យច្បាស់នកត្រូវអនុវត្តជាក់ស្ដែងខ្ញុំនឹងមើលថែអ្នកជាមុនជាមួយនឹងពន្លឺបំពេញនេះ តើវាមិនមែនជាអាចកំបាំងឯដែលអ្នកកំពុងស្វែងរកលុយ គ្រាន់តែថតបានគ្រប់គ្រាន់សម្រាប់ខ្ញុំមនុស្សនៅតាមផ្លូវជាមុនសិន អ្នកអាចខ្ចីចង្គៀងប៉ុន្តែខ្សែដោតមិនអាចទាញដោយចៃដន្យទីតាំង ការប្រយុទ្ធត្រូវតែចាត់ទុកថាស្រាលទំនាក់ទំនងរបស់មនុស្សក៏គួរតែយកមកពិចារណាសារជាងការទន្ទេញចាំ ភ្លើងមិនសំខាន់ទេត្រូវតែមានច្បាប់គ្រប់ទីកន្លែងដែលអ្នកថ្វាយបង្គំនៅដំណាក់កាលទី 2 ត្រូវកំណត់ពេលវេលាតាមការណាទេយើងនឹងតម្រង់ធ្វើឲ្យយល់ទឹកហូរឈប់នៅច្រកចូលភូមិ តើមានផលប៉ះពាល់ទេ អធិពលគឺនៅទីនោះប៉ុន្តែផ្ទះរបស់ខ្ញុំមានសភាពងុយគេងមិនលក់ដោយសាររឿងភ្លើងមិនមែនជារឿងតូចតាចទេភ្លឺដល់ថ្នាក់នឹងក៏មិនមែនជារឿងតូចតាចដែរកុំអាលប្រញាប់អីយើងបំបែកបញ្ហានេះមើលសិនបញ្ចាំងលើផ្លូវកុំឲ្យចាំងចូលបង្អួចទម្លាក់មុំចុះក្រោម5ដឺក្រេហើយថែមផ្ទាំងភ្លើងទៀត ចាំខ្ញុំរឿងលុយកាក់ត្រូវច្បាស់លាស់ហើយយល់ចិត្តគ្នាក៏ត្រូវមានដែរថ្ងៃនេះត្រូវនិយាយរឿងលុយឲ្យច្បាស់តែម្ដង កុំអាលប្រញាប់អីយើងបំបែកបញ្ហានេះមើលបន្តិចសិនការទិញការប្រើប្រាស់និងការថែទាំត្រូវបែងចែកដាច់ដោយឡែករឿងអំពូលភ្លើងមិនមែនជារឿងតូចតាចទេក៏មិនមែនជារឿងតូចតាចដែរខ្លាចជាការបង្ខំឲ្យបង់ប្រាក់អីមិនមែនជាការបង្ខំគឺចូលរួមដោយស្ម័គ្រចិត្តទិញអ្វីខ្លះហើយអស់លុយប៉ុន្មានអ្នកណាទទួលខុសត្រូវក៏ត្រូវបើកចំហជាសាធារណៈ និយាយត្រូវតែច្បាស់ហើយធ្វើការក៏ត្រូវប្រកបប្រជាដែរអាជីវករដែលទទួលបានផលប្រយោជន៍តែជួយបង់ថ្លៃថែទាំខ្លះដែរ ចុះបង់ប៉ុន្មានទើបសមរម្យខ្ញុំបារម្ភថាអាជីវករតូចតាចមានសម្ពាធខ្លាំងគិតតាមការប្រើប្រាស់ជាក់ស្ដែងមិនត្រូវកំណត់ប្រមូលប្រាក់មូលនិធិថៃទាគឺធ្វើឡើងដោយស្ម័គ្រចិត្តខ្ញុំនឹងធ្វើតាមការកំណត់ការផ្លាស់ប្ដូរគ្រឿងខូចត្រូវតែមានវិក័យប័ត្រទុកជាពុស្តា ភ្លឺហើយចិត្តក៏ធូរស្រាលដែរចាស់ដើរបានសម្រួលហើយអាចជួយមើលជុំវិញទៀតចុះខ្ញុំជាអ្នកកាន់សៀវភៅបញ្ជីសាធារណៈហើយបិទផ្សាយព័ត៌មានលម្អិតមួយសប្តាហ៍ម្ដង គិតបែបនេះទើបខ្ញុំច្បាស់ក្នុងចិត្ត ភ្លើងមួយដើមនេះបាំងផ្លូវហើយបើមិនប្រយ័ត្នស្ទើរតែបុកទៅហើយ ចាំខ្ញុំមើលបន្តិចអាភ្លើងមួយដើមនេះសិនរឿងផ្លូវដើរចាំយើងពិភាក្សាគ្នាឡើងវិញកុំទាន់ប្រញាប់ពួកយើងមើលបញ្ហាមួយសិនអំពូលផ្លូវនេះភ្លឺមែនហើយតែផ្លូវបែរជាចង្អៀតរឿងអំពូលភ្លើងមិនមែនជារឿងតូចតាចទេរឿងលុយក៏មិនមែនជារឿងតូចតាចដែររឿងផ្លូវរឹតតែមិនមែនជារឿងតូចទៀត និយាយត្រូវនិយាយឲ្យច្បាស់ធ្វើត្រូវធ្វើឲ្យពិតប្រាកដខ្ញុំថយទៅក្រោយបន្តិចសិនថយច្បាស់ជាថយបានតែត្រូវគិតគូបញ្ជីឲ្យច្បាស់ដែរហើយក៏ត្រូវគិតដល់ទឹកចិត្តកុំឲ្យខាងណាខាតបង់ឲ្យសោះ ខ្ញុំបានវាស់រួចហើយទុកថយទៅក្រោយកន្លះម៉ែត្របង្គោលភ្លើងដាក់អែបខាងមនុស្សចាស់ដើរអាចគេចគ្នារួច ចឹងខ្ញុំសាកដើរមួយជុំមើលថាដើរស្រួលជើងឬអត់ដើរមើលទៅដឹង តោះ ខ្ញុំរៀបធុងគុយទាវចូលក្នុងសិនកុំគ្រាន់តែគ្រប់ត្រូលតាមមាត់អី បងថយកន្លះម៉ែត្រនេះបានលឿនមែនងាយស្រួលជាងខ្ញុំគិតទៅទៀត ចង់រកស៊ីបានយូរអង្វែងត្រូវតែបើកផ្លូវឲ្យទូលាយសិនពេលផ្លូវធ្វើដំណើរស្រួលភ្លើងផ្លូវភ្លឺច្បាស់អារម្មណ៍ក៏ស្រឡះល្អផ្លូវស្រួលដើរទៅមានមនុស្សមកច្រើនតែបាននឿថាពួកអ្នកលក់ដែលចេញទៅមុន ចង់ត្រឡប់មកវិញហើយត្រឡប់មកវិញជាការល្អតើប៉ុន្តែมันអាចរៀបកន្លែងពីវាពីកាលយើងនឹងចុះបញ្ជីឡើងវិញ រឿងលុយកាក់ត្រូវតែច្បាស់លាស់ប៉ុន្តែរឿងទឹកចិត្តក៏ត្រូវគិតគូរដែរអ្នកចង់ត្រឡប់មកវិញត្រូវចុះឈ្មោះមិនបាច់ដណ្ដើមទីតាំងគ្នាទេនិយាយឲ្យច្បាស់ធ្វើឲ្យប្រាកដត្រឡប់មកវិញបានតែផ្លូវដើរមិនអាចឲ្យស្ទះទៀតទេ កុំទាន់ប្រញាប់អី
យើងបំបែកបញ្ហាមើលម្ដងមួយចុងសប្តាហ៍សាកល្បងបើកផ្សាររាត្រីត្រង់ត្រីជាមុនសិន មនុស្សច្រើនកុសក៏ជារឿងល្អប៉ុន្តែក៏ត្រូវទុកផ្លូវឲ្យមានទូលាយសម្រាប់ចាស់ ខ្ញុំ ដែរ ក៏ត្រាទុកហើយរឿងភ្លើងបំភ្លឺមិនមែនជារឿងតូចតាចក៏មិនមែនជារឿងតូចតាចសញ្ញាក៏ត្រូវសរសេរឲ្យច្បាស់ដែរលោកពូចៅតើលោកពូអាចជួយធ្វើផ្លាកបង្ហាញផ្លូវបានទេសង្គាល់ទាំងតំបន់ស្តង់និងតំបន់ផ្លូវដែរ ខ្ញុំធ្វើការងារឈើបានគ្មានបញ្ហាទេប៉ុន្តែទំហំត្រូវតែប្រាប់ឲ្យប្រាកដ ខ្ញុំនឹងទុកកន្លែងទំនេរនៅក្បែរក្តារមើលនុយសម្រាប់ឲ្យម្ចាស់ស្តង់ថ្មីមើលបទបញ្ជាប្រាក់កក់ថ្លៃថែទាំនិងថ្លៃជួលស្តង់3នេះត្រូវបិទនៅច្រកចូលធ្វើបែបនេះអ្នកណាមកក៏យល់ច្បាស់ដែរមិនបាច់មកប្រកែកគ្នាម្នាក់មួយម៉ាត់ទេ យប់នេះខ្ញុំនឹងដើរពិនិត្យទីតាំងម្ដងទៀតស្អែកនេះយើងរៀបចំតាមលំដាប់នៃការចុះឈ្មោះនៅជើងមេឃចុះចុងសប្តាហ៍នេះមេឃអាចភ្លៀងខ្លាចតែភាពអ៊ូអរទើបតែចាប់ផ្ដើមត្រូវថយចុះ និយាយគ្នាឲ្យច្បាស់ហើយធ្វើការឲ្យម៉ត់ចត់ខ្ញុំចងខ្សែតង់បាំងភ្លៀងណែនអស់ហើយ បិទភ្លើងសិនចាំចាប់ផ្ដើមធ្វើខ្ញុំនឹងពិនិត្យក្បាលដុំនិងខ្សែភ្លើងនីមួយឡើងវិញកុំអាលប្រញាប់អីពួកយើងមកពិនិត្យបញ្ហាម្ដងមួយមើលការពីភ្លៀងរអិលនឹងការដើរមើលលមានអ្នកទទួលខុសត្រូវរៀងខ្លួនហើយខ្ញុំពិនិត្យប្រព័ន្ធខ្សែភ្លើងនៅច្រកចូលខ្ញុំនឹងរកមនុស្សធំ 2-3 នាក់មកជួយមើលភ្លើងភ្លឺហើយទើបធូរចិត្តបន្តិច ឯរឿងកំរាលការពីរអិលខ្ញុំកត់ក្នុងសៀវភៅការងាររឿងលុយកាក់ត្រូវតែច្បាស់លាស់តែសេចក្តីរាប់អានក៏មិនត្រូវរំលងដែរគ្រាន់តែជួរនេះខ្ញុំបានរៀបចំឲ្យរៀបរយគេដើរវៀងខុសខ្សែព្រំតូបម្ចាស់តូបដែលទើបត្រឡប់មកវិញក៏បានយល់ព្រមដែរពេលប្រមូលតូបរួចត្រូវបោសសម្អាតកន្លែងរៀងខ្លួនប្រព័ន្ធខ្សែភ្លើងគ្មានបញ្ហាទេដំបូងការពីភ្លៀងអាចបើកបានហើយត្រូវប្រមូលទុកសិន ល្អណាស់ផ្សាររាត្រីចុងសប្តាហ៍នឹងដំណើរការតាមការក្រុមបាច់ចង់បានច្រើនពេកសំខាន់គឺភាពរៀបរយសិនមើលចុះធំក្លិនគុយទាវឈ្ងុយហើយមនុស្សម្នេក៏ចាប់ផ្ដើមឈប់មើលបណ្ដាហើយលើកនេះមិនមែនអ៊ូអរតែតូបមួយនោះទេគឺគ្រប់តូបតាមជួរភ្លើងសុទ្ធតែមានអ្នកលក់នៅខ្វះភ្លើងខ្លះទៀតពីច្រកចូលភូមិមកដល់ពាក់កណ្ដាលផ្លូវនៅមានកន្លែងងឹតមួយដុំទៀតនៅតែមិនសូវមានសុវត្ថិភាពទេកុំតន់អាលប្រញាប់អី ពួកយើងសាកដោះស្រាយម្ដងមួយរឿងត្រង់នេះមិនមែនគ្មានអ្នកគិតគូរទេមិនទាន់បានសម្រេចចិត្តរួមគ្នាហើយធ្វើអ្វីក៏ត្រូវធ្វើឲ្យប្រាកដប្រជាដែរបើមុខផ្ទះអ្នកណាងឹតគឺឲ្យផ្ទះនោះនិយាយមុនគេមកខ្ញុំដើរពីត្រង់នេះទៅត្រង់នោះមានប្រហែល3ជំហានមើលមិនច្បាស់សោះតខ្សែភ្លើងបណ្ដោះអាសន្នមិនកើតទេទីតាំងដាក់ភ្លើងត្រូវតែច្បាស់រក្សាចម្ងាយសុវត្ថិភាពផងដែរខ្ញុំចាំទុកហើយរឿងភ្លើងបំភ្លឺផ្លូវនេះមិនមែនជារឿងតូចតាចទេ ហើយរឿងលុយកាក់ក៏មិនមែនជារឿងតូចតាចដែរអាចយកមកធ្វើជាបង្គោលត្របាអីចឹងពួកយើងសាកប្រើសុំបង្គោលឈើចាស់នឹងប្រើបានក៏កត់បញ្ជីទុកទៅរឿងលុយកាក់ត្រូវគិតឲ្យច្បាស់ហើយទឹកចិត្តអ្នកឲ្យមួយត្រូវយកគ្នាត្រូវមួយកង់ទៅពួកអ្នកលក់ដូរក៏យល់ព្រមដែរគុំទុកឲ្យលីងចូលរត់ការតែម្នាក់ឯងធ្វើបែបនឹងល្អហើយភ្លើងភ្លឺគឺសម្រាប់ផ្លូវយើងទាំងអស់គ្នាមិនមែនដើម្បីមុខមាត់អ្នកណាម្នាក់ឡើយមែនហើយមីងលីវនឹងហើយ លើកនេះខ្ញុំស្ដាប់តាមអ្នកទាំងអស់គ្នាជួយគ្នាថែទាំក៏ជួយស្អែកទៅវិញការងារនឹងរួចចាំមកជួបគ្នានៅមុខផ្ទះខ្ញុំនឹងព្យួរភ្លើងមាត់ទ្វារខ្សែដំបងគេសិនបិទភ្លើងសិនចាំធ្វើការខ្ទាស់ឲ្យជាប់សិនចាំសាឡបងបាត់យល់ហើយភ្លើងបំភ្លឺផ្លូវមិនមែនជារឿងតូចតាចទេក៏មិនមែនជារឿងតូចតាចដែរហើយភ្លើងមួយនេះក៏ត្រូវកត់ឈ្មោះដែរលោកពូចៅ តែយឺតលោកពូខ្ញុំជួយដំឡើងបង្គោលត្រតាមទីតាំងដែលបានចំណាំខ្ញុំដឹងហើយនិយាយអ្វីត្រូវនិយាយឲ្យច្បាស់លាស់ធ្វើការក៏ត្រូវធ្វើឲ្យប្រាកដនេះលោកពូចៅគឺជាអ្នកដំបងគេបង្អស់កាលពីមុនខ្ញុំខ្លាចខ្ជះខ្ជាយលុយកាក់តែឥឡូវខ្ញុំយល់ច្បាស់ហើយភ្លឺហើយគ្រប់គ្នាធ្វើដំណើរបានស្រួលភ្លើងភ្លឺហើយក្នុងចិត្តក៏ធូរស្រឡះដែរមើលចុះសំបីតែនៅចុងផ្លូវក៏មានមនុស្សដើរដែរ ឈ្មោះអ្នកជួយឧបត្ថម្ភសរសេរពេញអស់ហើយរឿងលុយកាក់ត្រូវតែគិតឲ្យច្បាស់ត្រូវយកយល់ដល់ទឹកចិត្តគ្នាដែរកុំតន់អាលប្រញាប់អីបងពួកយើងត្រូវត្រួតពិនិត្យជាប្រព័ន្ធសុវត្ថិភាពលើនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះប៉ុន្តែជំហានដំបូងនេះគឺពិតជាអាចតាក់ទាញចិត្តអ្នកភូមិឲ្យចង់នៅទីនេះមែនខ្សែភ្លើងនិងប្រព័ន្ធសុវត្ថិភាពមិនទាន់មានលំនឹងតែយើងអាចសាកល្បងបើកភ្លើងបាន អីចឹងសាកបើកមើលទៅកុំបើកភ្លើងតែនៅមុខផ្ទះខ្ញុំអីត្រូវបំភ្លឺតាំងពីច្រកអូលភូមិរហូតដល់ចុងផ្លូវលៀងជើទឹកដីដែលមនុស្សរួបរวมចិត្តតែបន្ទាប់ពួកយើងនឹងធ្វើឲ្យស្វាងជានិច្ចទៅអរគុណច្រើនបងពួកយើងនឹងរួមដៃ